ស្រីអ្នករស់គ្នាថ្ងៃនេះចង់បង្ហាញពីវត្ថុទឹកមួយយ៉ាងទៀតហើយដែលមានតម្លៃថោកសមរម្យទេនៅលើទីផ្សារតែពេលដែលមនុស្សនៅលើភពផែនដីនេះចង់ផ្ទេរប្រាក់ផ្ទេរធ្វើតំណែងដោះដូរផ្ទេរកម្មសិទ្ធិស្ទើរតែគ្រប់យ៉ាងទាំងអស់ដែលមានតម្លៃចាប់ពីតូចរហូតដល់ធំឬក៏ដល់ប្រាក់រាប់រយរាប់ពាន់រាប់ម៉ឺនរហូតដល់រាប់ពាន់លានដុល្លារក៏ត្រូវការរបស់នេះមកប្រើប្រាស់មុនគេដែរដើម្បីដំណើរការផ្សេងទៅបានបាទវត្ថុទឹកនេះវាដើរតួនាទីផ្លូវការផ្លូវច្បាប់សំខាន់ខ្លាំងណាស់នៅទូទាំងសកលលោកគឺចាប់ពីមនុស្សឋានៈតូចតាចរហូតដល់មនុស្សដែលមានឋានៈខ្ពស់ផុតលេខកម្ពូលផុតលេខបាទមិនថាមនុស្សប្រុសស្រីក្មេងចាស់ដូនជីព្រះសង្ឃមហាសេដ្ឋីនាយករដ្ឋមន្ត្រីប្រធានាធិបតីឬក៏ព្រះមហាក្សត្រទេគឺសុទ្ធតែត្រូវការប្រើប្រាស់វាបាទដើម្បីជានិមិត្តសញ្ញាគោលការណ៍ផ្លូវច្បាប់និងជាតកតាងពាក្យសម្ដីពាក្យសន្យាទាំងកិច្ចការតូចនិងកិច្ចការធំបំផុតផងដែរបាទមុននឹងសម្រាប់កិច្ចការមួយបានមិនថាកិច្ចការក្រុមហ៊ុនកិច្ចការក្នុងភូមិឃុំស្រុកខេត្តរាជធានីថ្នាក់ជាតិឬក៏ថ្នាក់អន្តរជាតិទេបាទគឺត្រូវការវត្ថុនេះមកបញ្ចេញរិទ្ធមុនគេតែម្ដងបាទវត្ថុទឹកនេះត្រូវបានគេគិតពិចារណាយ៉ាងល្អិតល្អន់មុននឹងដកវាមកប្រើប្រាស់ហើយវាក៏អាចបង្កជាផលពិបាកចំពោះយើងឬក៏ផលល្អផងដែរបាទចំពោះការងារប្រទេសជាតិក៏ដូចជាការងារផ្លាស់ប្ដូរតំណែងពាណិជ្ជកម្មផ្សេងអូខេអញ្ចឹងកុំឲ្យខាតពេលបងប្អូនយើងនឹងទៅស្គាល់វត្ថុទឹកនោះទាំងអស់គ្នាតែម្ដងបន្តិចទៀតបងប្អូននឹងបានឃើញហើយតោះណាបងប្អូនវត្ថុទឹកនេះជារបស់ប្រើប្រាស់សាមញ្ញទេយើងអាចរកវាបាននៅគ្រប់ទីកន្លែងទាំងអស់មិនថាប្រទេសកម្ពុជាក៏ដូចជាទូទាំងពិភពលោកហើយឥឡូវនេះគឺវាបានមកស្ថិតនៅចំពីមុខខ្ញុំនេះហើយគឺនៅក្នុងកង់នេះតែម្ដងបាទបន្តិចទៀតខ្ញុំនឹងបង្ហាញបងប្អូនឲ្យបានស្គាល់អូខេឥឡូវយើងទៅស្គាល់វត្ថុទឹកនេះតែម្ដងបាទ1 2 3បាទនេះហើយបាទគឺជាវត្ថុទឹកនោះដែលខ្ញុំរៀបរាប់ហ្នឹងបាទវាគឺជាស្លាបផ្កាឬក៏ប៊ិចខ្មែរយើងហៅថាប៊ិចឬក៏ស្លាបផ្កាចំណែកអង់គ្លេសហៅថា pen បាទគឺរបស់នេះហើយដែលវាដើរតួនាទីយ៉ាងសំខាន់ក្នុងការសញ្ញេលើឯកសារកិច្ចព្រមព្រៀងទេកម្មសិទ្ធិផ្សេងនៅទូទាំងសកលលោកគឺត្រូវតែមានវាជាចាំបាច់គឺត្រូវតែមានវាបញ្ចេញរិទ្ធមុនគេដើម្បីឲ្យឯកសារនិងការផ្ទេរសិទ្ធិផ្ទេរប្រាក់ទាំងនោះដំណើរការទៅមុខបានគឺដោយសាររបស់នេះហើយមុនគេបាទហើយត្រង់ដែលខ្ញុំថាវាអាចបង្កជាផលពិបាកនិងផលល្អនោះគឺបងប្អូនដឹងហើយបើសិនជាផលពិបាកឧទាហរណ៍ថាមានគេយកឯកសារពាក់ព័ន្ធបំណុលឬក៏ពាក់ព័ន្ធផ្លូវច្បាប់ណាមួយឲ្យយើងសញ្ញេទទួលស្គាល់នោះគ្រាន់តែយើងដកវាសញ្ញេភ្លាមដាក់ឈ្មោះពេលនោះយើងនឹងអាចពាក់ព័ន្ធទៅផ្លូវច្បាប់និងបំណុលផ្សេងផងដែរហើយចំពោះផលល្អឧទាហរណ៍ថាពាក្យភាគីកនិងភាគីខគាត់ចង់លក់ឡានមួយភាគីខគាត់ព្រមទទួលទិញពេលនោះយើងនឹងទាញឯកសារលក់ដូរមកផ្ទេរសិទ្ធិហើយយើងសញ្ញេដើម្បីជាការទទួលស្គាល់ផ្លូវច្បាប់ហើយនោះយើងនឹងបានផលចំណេញហើយបានន័យថាយើងបានផលចំណេញពីការលក់ដូរស្របច្បាប់ពីការលក់ឡានតែម្ដងដូច្នេះហើយបានជាខ្ញុំហៅវត្ថុនេះថាជាវត្ថុទឹកព្រោះពេលខ្លះយើងអាចសញ្ញេទៅចេញជាលុយឧទាហរណ៍ថាយើងធ្វើការមួយខែនៅក្នុងរោងចក្រពេលដែលយើងទៅបើកលុយពីគណនីនោះគេនឹងឲ្យយើងសញ្ញេតែមួយខ្វាច់អាចធ្លាក់ដល់$500ក៏មានដែរអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងទេបងប្អូនបើសិនជាមានកន្លែងណាខុសឆ្គងសូមមេត្តាអធ្យាស្រ័យ